មេធាវីមានមុខងារសំខាន់ដូចជាតំណាងកូនក្តីមេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តីនៅគ្រប់សាលាជម្រះក្តីនិងគ្រប់ដំណាក់កាលនៃនីតិវិធីលើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះជាពិសេសក្នុងរឿងរដ្ឋវេណីពាណិជ្ជកម្មរដ្ឋបាលការងារនិងសង្គមកិច្ចការពារកូនក្តីក្នុងរឿងព្រំទណ្ឌមេធាវីជួយការពារជនជាប់ចោទការពារឲ្យជនរងគ្រោះការពារដើមបណ្ដឹងរដ្ឋវេណីនិងការពារឲ្យអ្នកទទួលខុសត្រូវរដ្ឋវេណីមេធាវីអាចជួយការពារកូនក្តីនៅចំពោះមុខក្រុមប្រឹក្សាវិន័យបានដែរប្រឹក្សាយោបល់និងតាក់តែងលិខិតស្នាមមេធាវីអាចផ្ដល់យោបល់ផ្នែកច្បាប់និងតាក់តែងលិខិតស្នាមទយុត្តជូនអតិថិជនដោយគិតកម្រៃដោយត្រូវធ្វើនៅការិយាល័យរបស់ខ្លួនឬមេធាវីអាចទទួលពិគ្រោះយោបល់ច្បាប់ជូនអតិថិជននៅទីកន្លែងផ្សេងទៀតដែលមានភាពសមរម្យនិងធានាបាននូវការសម្ងាត់វិជ្ជាជីវៈអ្នកអាជ្ញាកណ្ដាលឬអ្នកផ្សះផ្សាឬអ្នកសម្រុះសម្រួលអាចត្រូវបានចាត់តាំងដោយតូក្តីឬដោយចៅក្រមបំពេញមុខងារជាអ្នកផ្សះផ្សាឬជាអ្នកសម្រុះសម្រួលមេធាវីនឹងអាចត្រូវចាត់តាំងជាអ្នកអាជ្ញាកណ្ដាលតាមច្បាប់អនុញ្ញាត